ស្វាគមន៍មកកាន់ Channel One of My Tech សួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូមួយនេះគឺខ្ញុំបង្ហាញ3ចំណុចសំខាន់នៅក្នុងកម្មវិធី Word សម្រាប់បងប្អូនដែលគាត់ទៅតែចាប់ផ្ដើមសិក្សាស្វែងយល់ពីកម្មវិធី Word ទាំងអស់គ្នាអញ្ចឹង3ចំណុចនេះគឺរបៀបដាក់ ruler ទី2របៀបដាក់ text boundary ទី3របៀបដាក់ប្ដូរពីអិញទៅសង់ទីម៉ែត្រអញ្ចឹង3ចំណុចនេះគឺវាមានសារៈសំខាន់ណាសម្រាប់បងប្អូនដែលគាត់ទៅតែចាប់ផ្ដើមសិក្សាកម្មវិធី Word អញ្ចឹងពេលដែលអ្នកទាំងអស់គ្នាដំឡើងកម្មវិធី Word ថ្មីគឺវាមានលក្ខណៈបែបនេះវាអត់មាន rule វាអត់មាន text boundary និងវាជាប់មកជាមួយប្រភេទជាអិញអញ្ចឹងបងប្អូនខ្លះគាត់ចេះប្រើបងប្អូនខ្លះក៏គាត់ត្រូវការបដូរពីអិញទៅសង់ទីម៉ែត្រអញ្ចឹងយើងត្រូវដឹងពីរបៀបបដូរទាំងអស់គ្នាអញ្ចឹងទី1គឺយើងត្រូវដាក់ ruler គឺយើងងាយស្រួលទេគឺយើងចូលក្នុង view យើងយកពាក្យថា ruler ប៉ុណ្ណឹងមកគឺវានឹងបង្ហាញបន្តមកទៀតគឺយើងត្រូវការដាក់ text boundary ហើយនឹងបដូរពីអិញទៅសង់ទីម៉ែត្រអញ្ចឹងយើងត្រូវចូលនៅក្នុង file យើងយក option បន្តមកទៀតយើងយកពាក្យថា advanced យើង scroll មកក្រោមបន្តិចយើង text យកពាក្យថា slow text boundary បន្តមកទៀតយើង scroll មកក្រោមបន្តិចទៀតយើងនឹងឃើញពាក្យថា អិញត្រង់កន្លែងនេះអ្នកនរគ្នាត្រូវបដូរវាទៅជាសង់ទីម៉ែត្រយើងយកប៉ុណ្ណឹងមកបន្តមកទៀតយើងយកពាក្យថា OK អញ្ចឹងវានឹង load text boundary ឲ្យយើងងាយស្រួលក្នុងការ set up กระดาษបន្តមកទៀតយើងអាចចូលនៅក្នុង page setup យើងឃើញនឹងវានឹងបដូរទៅជាសង់ទីម៉ែត្រទាំងអស់អញ្ចឹងបងប្អូនខ្លះគាត់អត់ដឹងចំណុចទាំងអស់នេះធ្វើឲ្យគាត់បាក់ក្នុងការប្រើប្រាស់អញ្ចឹងវីដេអូមួយនេះខ្ញុំនឹងសង្ឃឹមថាវានឹងល្អសម្រាប់បងប្អូនដែលទៅតែចាប់ផ្ដើមសិក្សាកម្មវិធី Word ទាំងអស់គ្នាសូមជួយ subscribe channel ម្នាក់មួយនិងចុច link ខាង Telegram ខាងក្រោមវីដេអូនឹងទទួលបានសៀវភៅសិក្សាទាក់ទងទៅនឹង computer កម្មវិធី computer free និងមានមេរៀនផ្សេងៗទាក់ទងទៅនឹង computer សូមអរគុណ